ពេលនេះរៀបចំអីវ៉ាន់ទៅខេត្តកំពង់ស្ពឺខ្លួនឯងរៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំស្មីនៅវីដេអូម្ដងថ្មីម្ដងទៀតហើយលើកនេះគឺជាវីដេអូដែលខ្ញុំទៅកំពង់ស្ពឺពីភ្នំពេញទៅកំពង់ស្ពឺដីប្រហែលជាខ្ទង់50-60 គីឡូដែរណា70 គីឡូដែរនិយាយទៅខ្ញុំចេញពីភ្នំពេញទៅខ្ញុំទៅដល់ជិះតាមផ្លូវជាតិលេខ3ខ្ញុំត្រូវចេញពីបរិយាភពថ្មីហ្នឹងជិះតាមផ្លូវបៃសហ្នឹងហើយហើយសកម្មភាពរបស់ខ្ញុំកំពុងតែបើកបរហ្នឹងហើយគឺអត់មានបានព្រាមតុកទេការដើរលេងមួយនេះក៏អត់មានព្រាមតុកទេព្រោះថាយើងទៅកំពង់ស្ពឺហ្នឹងគឺយើងមានគោលដៅរបស់យើងគឺទៅហែកឋិនរបស់យាយខាងគូដឹងខ្ញុំហើយពួកយើងបានរៀប plan រួចហើយព្រោះថាពួកយើងថ្ងៃហ្នឹងគឺត្រូវធ្វើការធម្មតាទេប៉ុន្តែពួកយើងចប់ការងារនៅក្នុងម៉ោង 4 ដូចគ្នាអញ្ចឹងយើងក៏រៀប plan ចប់ការងារភ្លាមពួកយើងត្រូវទៅផ្ទះមួយទឹកមួយរៀបចំអាវ៉ាន់ដើម្បីទៅកំពង់ស្ពឺដើម្បីទៅហែកឋិនរបស់យាយគាត់ហ្នឹងហើយនាំមករៀបចំនាំវិចអាវ៉ាន់រួចរាល់ទាញម៉ូតូចេញជិះមកតាមផ្លូវហ្នឹងគឺវា5ជាងមកទៅហើយហ្នឹងមេឃយើងគេហៅថារៀងងឹតតិចហើយហើយយើងនាំទៅដល់ស្ពឺហ្នឹងចំណាយពេលវេលាវាអាចនឹង1ម៉ោង7-2ម៉ោងដែរប៉ុន្តែយើងជិះយឺតទេព្រោះថារក្សាសុវត្ថិភាពតាមផ្លូវគឺវាល្អជាងព្រោះថាពេលមានបញ្ហាទៅកើតឡើងនៃប្រការណាមួយទៅវាអត់ចំណេញទេអញ្ចឹងយើងបើកតិចតិចទៅខំជិះវៀងពីផ្លូវផ្ទះកន្លែងផ្លូវបែកគូហើយឥឡូវមកចូលដល់ផ្លូវលំមកបើទំនាលើដើមហើយមកដល់មុខហ្នឹងត្រូវគាត់ផ្ទះកាក់ផុកហ៎អីទៅដ្រូននៅនឹងទៀតអញអើយមកស្ទះហើយតែបាត់ស្ទះណាដល់ផ្លូវបែកគូមិញផ្លូវ4ជ្រុងមកផ្លូវស្ពានដល់មិនមកផ្លូវស្ពានដែរមកស្ទះចុយមកក៏ប៉ុន្តែបើមិនស្ទះមិញយើងជីមិញអាចទៅដល់តកែវឯងព្រោះយើងរៀនសុទ្ធលៀងដែរហើយមិញជុំទៀតយ៉ាងចេះត្រង់មកផងឯងសំបាត់ឯងអត់ចុចមិញខ្ញុំមិនមានវាទេណាtiêu khe đó tiêu khe tạc keo á cặp lại mà mình baoสบายซอยสบายอ๋อจีตามเลยcho chi lắng ngắt ắt đăng thôi luôn hay là đi có con nằm mơ be vậy chật đò lời chọn châu thì nơi ngay của xong thế nào nè nơi sau và hai chỉ sam xong palenti điện này nhưng mà đăng tha nông video ní tha nhom thử vậy vì ai vì na tên na mà nam môn để bùa nhom ăn men chỉ là nào chỉ nè vừa video content video blog rồi vừa có video đông na công san trong này như mui thế cứ nhom thưa ní cứ nhom sẵn lẳng nhom trôi chết nhom trăng thưa vía hay ban chia pro mà sau đi mui tới hay trong xí dâm đa tất hai xem tua bay giờ mà anh chị nè đà chip á đà hai tha nè vừa video khách thân chip ở đó tái trong xí dịp của trong sài lạnh nè ở lỡ mà đó chỗ clown phía pre bọc ong bọc bia chỗ phía what ong bọc bia lý chập bị play clown phía what
អង្គទៅពីនេះទៅគឺជាផ្លូវលក្ខណៈមានខ្នល់កស៊ូខ្លះមានដីខ្លះក្លុកច្រើនហ្មងអាលាក់ពិបាកជីហើយអាងឹតអ្នកនេះដូចមើលវីដេអូទៅផ្លូវនេះបើសិនជាអ្នកនរគ្នាមកម្នាក់ឯងវាហើយស្រកចូលរហូតទៅដល់កោដៅដែលខ្ញុំត្រូវគេងហ្នឹងណាចេះមិត្តភ័ក្ដិខាងប៉ាម៉ាក់គូដឹងខ្ញុំហ្នឹងណាជប់និយាយមែនផ្លូវនេះបើសិនជាខ្ញុំតែឯងខ្ញុំអាចនឹងពកក្រោយទៅពេញវិញព្រោះថាផ្លូវនេះនិយាយមែនវាស្ងាត់ហើយសើរហានិភ័យហើយពីច្រកទ្វារអង្គពពាហ្នឹងមកវត្តអង្គពពាហ្នឹងមករហូតដល់កន្លែងទីដំណើរគាត់ហ្នឹងប្រហែលជាខ្ទង់ប្រហែលជា70-30 គីឡូ70-30 គីឡូឆ្ងាយមែនទេហើយថ្មីបែបបាទដល់ហើយហើយខ្ញុំអត់បានថតអីច្រើនទេព្រោះវាយប់វាខ្លាចឥឡូវយើងបានមកដល់ផ្ទះពូគាត់ដែលយើងត្រូវស្នាក់នៅអាស្រ័យមួយយប់នៅកំពង់ស្ពឺគឺស្រុកបសែនហើយពួកយើងក៏បានរាក់ទាក់ហើយស្ដាប់សម្ដីស៊ីទាំងអស់គ្នាទៅខ្ញុំអត់ចង់និយាយច្រើនទេពេលខ្លះនិយាយច្រើនទៅខ្លាចបងប្អូនធុញទៅមើលក៏មានអ្នកដែលយើងស្គាល់ក្នុង Facebook អីចឹងណាគេច្រាញ់គេបើលក្ខណៈគេមើលមកគេអោបយើងចឹងណាហើយអានេះជាសកម្មភាពព្រឹកព្រលឹមឡើងហើយខ្ញុំច្រើនជាមនុស្សម្នាក់ដែលចូលចិត្តងើបព្រឹកព្រលឹមចឹងទេប៉ុន្តែអានេះចូលចិត្តងើបពីព្រលឹមដោយសារបោះដ្រូនដើម្បីយកទស្សនវិជ្ជានៅខេត្តកំពង់ស្ពឺស្រុកបសែនឲ្យអ្នកទាំងអស់គ្នាមើលហើយកំពង់ស្ពឺគឺខ្ញុំជិះកាត់សឹងតែសឹកផ្លូវអស់ហើយប៉ុន្តែអត់ដែរគេងទេអត់ដែរគេងហ្មងលើកទី1ដែលខ្ញុំបានគេងនៅស្រុកបសែនខេត្តកំពង់ស្ពឺហើយត្រជាក់មែនតើខ្ញុំនិយាយមែនតែសភាពទៅស្រុកបសែននេះគឺអែមមែនតើត្រជាក់ក៏ត្រជាក់តែពេលថ្ងៃគឺក្តៅដូចគ្នាប៉ុន្តែពេលព្រលឹមនេះគឺវាអារម្មណ៍ feel ហើយវា fresh ហ្មងហើយវាមានអាប់ទៀតមានអាប់ធ្លាក់មកសន្សើមហ្នឹងគេហៅថាសន្សើមហ្នឹងនេះហើយនេះបោរវ៉ាច្រើនមែនតើគាត់តែឃើញដ្រូនហ្នឹងក្មេងៗអូយនិយាយថាចោមរោមណាស់ព្រោះថាធ្វើមិនទេបើគ្នាមិនទាន់គ្នាចង់ឃើញដ្រូនហោះចង់ឃើញសកម្មភាពអីចឹងណាវាធម្មតាណាក្មេងមិនឆ្លងកាត់ពីការចង់ឃើញចង់ដឹងចង់សុបាយអញ្ចឹងណាហើយកើមកអត់តន់មួយទឹកមួយអីទេគឺស្វាតដ្រូននឹងមុនគេតែមកហើយចំពេលដែលខ្ញុំកំពុងតែបានទុំតទិញដ្រូនថ្មីទៀតហើយអញ្ចឹងក៏ជារកាបានដើរផងបានសុបាយផងហើយបានប្រត់យកទស្សនវិជ្ជាធ្វើវីដេអូផងហ្នឹងហើយពេលនេះកំពុងបោះហើយហើយតោះយើងស្ដាប់សម្លេងស៊ីទាំងអស់គ្នាវល់វិញដឹងអ្នកនេះដឹងជាស្អីទៅស្អីហើយ baby ខ្ញុំនេះដល់កហើយនិយាយថាគាត់ឆ្មក់ថតយើងនិយាយឲ្យឡាប៊ូលូយើងអញ្ចឹងថាខ្ញុំក្បាលដូចពងជាកូនស្អីណាđâyគាត់តែគេស្រឡាញ់ក្បាលពងជាកូនមុខអីអត់លុបមុខទេហើយឲ្យតែខ្ញុំងើបម៉ោងស្មានណាបោះដ្រូនគឺគាត់ឆ្លេឆ្លាគាត់រត់មកតាមហើយនិយាយទៅស៊ីស្កតាំងម៉ែទៅតាមគាត់មកតាមនិយាយវាគូប្រេងវាតែប៉ុណ្្នឹងឯងខាងនោះដាក់អាប់ហ្មងនោះឥឡូវយើងទៅមើលសកម្មភាពដិតយកទស្សនវិជ្ជាពីដ្រូនទាំងអស់គ្នាខ្ញុំបានដិតយកទស្សនវិជ្ជាពីដ្រូនហើយកន្លែងតែនិយាយនោះភ្លេចដាក់កន្លែងដែលយើងថតបោះយកទស្សនវិជ្ជាស្អាតនៅលើចឹងណាតោះឥឡូវយើងទៅមើលអស់គ្នា
តពីអ្នកទាំងអស់គ្នាបានមើលទេសភាពពីដ្រូនទៅខេត្តកំពង់ស្ពឺស្រុកបរសែនរួចរាល់ហើយពួកយើងកំពុងតែរៀបចំនៅពួកគាត់កំពុងតែរៀបចំ make up make អីដើម្បីទៅវត្តដើម្បីហាយកឋិនហើយនេះហើយនេះគឺជាផ្លូវដែលយើងឆ្ពោះពីខេត្តកំពង់ស្ពឺទៅខេត្តតាកែវទៅវត្តដើម្បីទៅហាយកឋិនហើយកាលពិតទៅកំពង់ស្ពឺដែលខ្ញុំស្នាក់នៅស្រុកបរសែននេះវាជាប់នឹងជីដែនជាមួយនឹងខេត្តតាកែវទេជីប្រហែលជាខ្ទង់4គីឡូ5គីឡូអីគឺដល់តាកែវអញ្ចឹងវត្តដែលខ្ញុំត្រូវទៅហ្នឹងគឺស្ថិតនៅក្នុងខេត្តតាកែវជាប់ជីដែនជាមួយនឹងខេត្តកំពង់ស្ពឺស្រុកបរសែននេះឯងហើយអ្នកនរមើលមញូនៅខេត្តកំពង់ស្ពឺស្រុកបរសែននេះគឺមញូនៅផ្លូវនេះគឺស្អាតមែនតើខ្ញុំនិយាយបានព្រមឡើងងើប fresh ហ្មងហើយពេលតែជីតាមផ្លូវអញ្ចឹងទៀតឃើញបឹងដែលមានការឈូករួចស្គូស្គីពេញដៃបឹងហ្នឹងគឺស្អាតមែនតើខ្ញុំស្ដាយព្រោះខ្ញុំមានពេលវេលាខ្ញុំគាត់ឃើញទឹកខ្ញុំមានអារម្មណ៍ថាចង់ស្ទូចត្រីហ្មងហើយនៅនេះគេសម្បូរអ្នកគេឆក់ត្រីអ្នកស្រុកភូមិហ្នឹងគេយប់ឡើងគេចោះមកចក់ត្រីឆាក់អីចឹងណាហើយសម្រាប់ការឆក់ត្រីនេះឯងគឺជាអំពើខុសច្បាប់ឆក់ត្រីនេះបើថាជាស្ទូចសំណាញ់បកាយអីហ្នឹងក៏អត់អីទេតែបើសិនជាឆក់ហ្នឹងគឺអំពើខុសច្បាប់ហើយណានេះអញ្ចឹងត្រូវបងប្រយ័ត្នដែរឆក់ហ្នឹងពេលណាឆក់មិនចេះឆក់អីកុំឆក់ផ្ដេសផ្ដាសប្រយ័ត្នឆក់ខ្លួនឯងហើយបើស្ទឹងនេះខ្ញុំនិយាយមែនថាមាត់បឹងនេះអានេះមិនដឹងហៅបឹងហៅទលេនឹងហៅអីនេះទៅមាត់ទឹកចុះម៉ែនិយាយថាមាត់ទឹកចុះមាត់ទឹកនេះបើសិនជាអ្នកចូលចិត្តស្ទូចត្រីលក្ខណៈនឹងញៀនណាញៀនស្ទូចញៀនលបុកញៀនអីណាមកត្រូវហ្មងទឹកនេះខ្ញុំនិយាយមែនខ្ញុំមិននិយាយថាតោះតែញៀនទេមិនចូលចិត្តស្ទូចតែភាគច្រើនបើបងប្អូនដែលគាត់ចូលចិត្តស្ទូចត្រីស្ទូចអីហ្នឹងខ្ញុំជឿហ្មងឃើញទឹកញៀនស្ទូចញៀនស្ទូចបានតែហាមញៀនអីផ្សេងញៀនស្ទូចហាមញៀនស្រីអូខេព្រោះ baby ខ្ញុំនៅខាងក្រោយនេះហើយជាមួយនឹងបងប្អូនគាត់នេះកាមេរ៉ាបើថាឲ្យតែហ៊ានតែចុចថតគឺមកហើយបាទចូលចិត្តការថតហើយបើ baby ខ្ញុំវិញបើមានទូរស័ព្ទបានតែងខ្លួនតែអីហើយបានទៅកន្លែងណាមួយអីហើយបាច់លវីលវល់ហ្មងខ្ញុំថត vlog តែខ្ញុំទៅខ្ញុំធ្វើវីដេអូតែខ្ញុំទៅហើយគាត់អត់មកក្បែរវាគ្នាគឺគាត់កាន់តែទូរស័ព្ទគ្រប់ម្នាក់ឯងហ្នឹងប៉ុន្តែអត់ដែលឃើញផុសទេថតរាប់ពាន់ស្លឹកតែឃើញផុសមួយស្លឹកឲ្យវាលក្ខណៈថាផុសលក្ខណៈតារា Facebook អីអត់មានតែយូរផុសម្ដងហ្នឹង story តិចតួចទេគាត់តែអាហ្នឹងវាអាចនិយាយបានថាមនុស្សញៀនថតហ្នឹងហើយមនុស្សញៀនថតរូបបើនិយាយឲ្យចំទៅគេហៅថាមនុស្សចូលចិត្តថតឲ្យស្អាតចូលចិត្តគេហៅថាលងសម្រស់ខ្លួនឯងតែខ្ញុំនិយាយត្រូវអត់មានបងប្អូនណាចូលចិត្តញៀនថតទេញៀននឹងសម្រស់ខ្លួនឯងឃើញសម្រស់ខ្លួនឯងថតកាច់ដឹកកាច់រៀងជាពិសេសបងប្អូនស្រីយើងមកហើយនេះគឺជាសកម្មភាពដែលយើងបានមកដល់វត្តហើយយើងបានផ្សាយម៉ូតូញ៉ាំឡាននេះឯងទៅហើយដើរចូលតាមធម្មតាហើយវត្តនេះស្ថិតនៅក្នុងខេត្តតាកែវស្ថិតនៅក្នុងខេត្តតាកែវដែលមានឈ្មោះថាវត្តមង្គលមានជ័យហ្នឹងហើយអ្នកនេះហើយនេះជាសកម្មភាពខ្ញុំបានដើរមកដល់វត្តហើយយើងក៏បានរងចាំការដង្ហែក្បួនជុំវិញពហិយនៅក្នុងម៉ោង12កន្លះប៉ុន្តែកាលពិតទៅវាអត់ដល់ម៉ោង12កន្លះទេហើយដល់ពេលដែលរងចាំហែជុំវិញពហិយហ្នឹងគឺខ្ញុំបានទៅឆ្លៀតសាកថ្មដ្រូនសាកថ្ម GoPro អញ្ចឹងទៅអត់បាននេះទេហើយគាត់ថាចាំពួកគាត់ហៅខ្ញុំអញ្ចឹងណាប៉ុន្តែផ្ទុយទៅវិញស្រាប់តែ baby ខ្ញុំក៏មកតាមខ្ញុំបងប្អូនក៏មកតាមខ្ញុំហើយនៅសល់តែប៉ាម៉ាក់ក្មេកហើយនិយាយហើយជាចុងក្រោយទៅក៏វាអេវ៉ាំងសង្កហេអត់បានហែក្បួនកឋិននៅជុំវិញពហិយទេស្ដាប់ធម៌ក៏បានស្ដាប់ដែរហើយខ្ញុំពេលហ្នឹងខ្ញុំទៅសាកថ្ម GoPro ហើយក៏បានឆ្លៀតហោះដ្រូននៅជុំវិញវត្តមួយរយៈពេលដែលមិនទាន់ខែក្បួនជុំវិញពហិយហ្នឹងអញ្ចឹងចាំខ្ញុំដាក់សកម្មភាពនៅបរិវេណវត្តដែលខ្ញុំបានថតដ្រូនហ្នឹងឲ្យបងប្អូនមកទស្សនាទាំងអស់គ្នាវត្តនេះធំដែរគួរសមហើយស្អាតហើយទិដ្ឋភាពថតពីលើមកគឺអែមហើយនេះគឺជាតុកដែលគេធ្វើឲ្យបរិស័ទដែលគាត់ចំណាយលុយចំណាយអីធ្វើកឋិនហ្នឹងញ៉ាំជុំគ្នាដាក់មកតុកអ្នកទៅហ្នឹងហើយនេះខាងក្រុមគ្រួសាររបស់ខ្ញុំហើយនេះបងប្អូន
ហើយចាំយើងដាក់មើលដ្រូនទាំងអស់នេះ Lên đà chính một con thạp phép cái thôi để đây phi thắng nổ Cỏ ថ្ងៃនេះគឺជាសកម្មភាពដែលពួកយើងយករបស់របស់យើងដែលយើងទិញយកមកប្រកែនវត្តហ្នឹងប្រកែនលោកប្រទេសរសង្ឃហ្នឹងគឺយកមកដើម្បីដាក់ថតជុំគ្នាដើម្បីដាក់សុំថតមួយអូខេអញ្ចឹងទីទៀតខ្ញុំនឹងដាក់ដ្រូនឲ្យមើលដល់នេះ
ពីបានទស្សនាការបោះដ្រូននៅក្នុងវត្តមង្គលមានជ័យនៅខេត្តនៅស្ថិតក្នុងខេត្តតាកែវរួចរាល់ហើយពួកយើងក៏រៀបកម្រងអត់មានព្រាមតុកទេនិយាយគ្នាត្រូវគឺទៅតែម្ដងគឺខេត្តកពតពីដំបូងគេថាតែក្មេងៗទេតែដោយដល់ម៉ាក់ប៉ាខាងគូដឹងខ្ញុំទៀតក៏ប្លែកហ៎ហើយកាប់ទៅអត់មានត្រៀមចិត្តទុកទេប៉ុន្តែនឹកឃើញតែចង់ដើរហើយនឹកឃើញតែជ្រុលមកដល់ហ្នឹងហើយទៅមួយថ្ងៃទៀតក៏មិនដែរអញ្ចឹងវាចូលលក្ខណៈ3ខែដែរ2យប់3ថ្ងៃ3ខែយប់ទី1កំពង់ស្ពឺយប់ទី2ថ្ងៃទី2គឺតាកែវហើយចូលដល់ឈានដល់ថ្ងៃទី3គឺកពតហើយការធ្វើដំណើររបស់ខ្ញុំកំពុងតែទៅកពតនេះគឺខ្ញុំជិះទៅលើផ្លូវ41ហើយផ្លូវ41នេះណាគឺផ្លូវខេត្តតាកែវហើយប៉ុន្តែខ្ញុំនិយាយត្រង់ខេត្តតាកែវផ្លូវជីទៅកពតជីពីខេត្តតាកែវទៅកពតហ្នឹងណាទេសភាពគឺស្អាតមែនទែនអមដោយភ្នំហើយឈើហើយនឹងទេសភាពផ្លូវធំហើយទលាយស្រួលបើកនិយាយទៅញូខ្ញុំមានអារម្មណ៍ថាខ្ញុំជីហ្នឹងមានអារម្មណ៍ថាដាច់ស្រេះអស់លីងមកនេះចាំមើលវីដេអូដែលសម្ដែងស៊ីនរបស់គ្នានៅនេះខ្ញុំសប្បាយចិត្តមែនទែនមើលឃើញមនុស្សឡើងស្អាតម៉ែសកម្មភាពក្នុងវីដេអូនេះសម្លេងនេះគឺខ្ញុំចេះតែនិយាយព្រាវទេដោយសារតែយើងឃើញទេសភាពវាស្អាតហើយមនុស្សវាលក្ខណៈថាមើលទៅកាត់ស្រេះនិយាយទៅវា fresh ឃើញខួរក្បាលស្លាស់អស់លេងមានអារម្មណ៍ថាអត់ស្រួលខ្លួនអីចឹងណាដល់ពេលជិះកាត់តាមផ្លូវឃើញភ្នំឃើញអីទេសភាពវាចេញមកវាស្អាតចឹងមានអារម្មណ៍ថាដាច់ខួរអីដល់ដល់ពេលដល់ពេលខ្ញុំកំពុងតែ voice over នេះក៏ខ្ញុំនិយាយរឿងចង់លក្ខណៈថាវានៅរំភើបនិយាយខុសនិយាយត្រូវនិយាយខុសនិយាយត្រូវទាំងអស់នេះមួយឆាកជីវិតខ្ញុំចូលចិត្តណារឿងដើរសងព្រេងបែបហ្នឹងប៉ុន្តែវាអត់មានពេលវេលាអត់មានថវិកាគ្រប់គ្រាន់ក្នុងការដើរលេងបែបលក្ខណៈ adventure ដូចគេណាតែចឹងហើយនេះគឺជាសកម្មភាពបងអូន2នាក់ទៀតដែលគាត់ដែលយើងបានណាត់គ្នាតាំងពីនៅស្ពឺខាងយប់នៅកាលថ្ងៃយប់ការនៅគេងនៅស្ពឺណាត់គ្នាថាមកកពតតលេងដងទេហើយគាត់ជិះមកដល់កពតផ្លូវជាតិលេខ3ហ្នឹងអត់ដល់កពតទេផ្លូវជាតិលេខ3យាយម៉ៅឡៃរូបសំណាក់យាយម៉ៅឡៃគេសែនអីចឹងណាហើយគាត់បែកកង់នៅហ្នឹងអញ្ចឹងខ្ញុំជិះមកបាក់ជួបគាត់អូខេអញ្ចឹងចាំទៅមួយគ្នាអញ្ចឹងណាប៉ុន្តែដល់ពេលគិតចោលឡើងអាជាងធ្វើអូកាឡាពេកខ្ញុំក៏អត់ចាំទៅហើយខ្ញុំបកមកទៅមុនបន្ទាប់ពីធ្វើដំណើរយើងអស់កម្លាំងហើយបាយក៏មិនទាន់បានហូបអីក៏មិនទាន់បានហូបយើងក៏ចូលទៅហូបអីដើម្បីទ្រាប់ពួរកុំឲ្យឃ្លានផ្លូវនេះបើអ្នកធ្លាប់ដេកនៅ resort ម៉ាបូទិចដឹងស្គាល់ដឹងរងាបមកគ្រឿងឥឡូវមកឃើញស្គាល់មកផ្លូវហ្នឹងគឺទៅដងទេតែមួយទេអញ្ចឹងពួកយើងសម្រាប់ចិត្តដេកនៅម៉ាបូទិចហ្នឹងទៅម៉ាបូទិចហ្នឹងក៏មិនមានអាងហែតទឹកមេឲ្យថោកសំរុំតម្លៃដែលទទួលយកបានហើយកន្លែងគេស្អាតមានទឹកក្រៅទឹកត្រជាក់អត់កក្រិចអត់អីចឹងណាហើយខ្ញុំមិនមែនដេកតែម្ដងទេខ្ញុំមកដេកពីរដងហើយណាមួយវាផ្លូវវាទៅជាមួយនឹងដងទេយកអីវ៉ាន់ check in ចូលចាក់សោបន្ទប់ចេញមកទៅដងទេបងផ្លូវទៅស្របមួយនេះផ្លូវត្រង់ផ្លូវទៅដងទេហើយនេះគឺសកម្មភាពយើងបានមកដល់បន្ទប់ហើយនាំមានដូរអាវដូរខោហើយនេះខាងពួក still boy ស្ទៀវខេតបាទស្ទៀវខេតអូអត់ចេះធ្វើចោល boy ស្ទៀវខេតហើយនេះគឺជាទេសភាពយូរនៅឡៃដៃរងដានៅម៉ាបូទិចហ្នឹងគឺស្អាតប៉ុន្តែវាស្ដាយគ្រាន់វាភ្នំវានៅឆ្ងាយពេកបើទៅរៀងគៀកយើងនឹងទៀតមកអែមហ្មងហើយយប់ឡើងអង្គុយ fresh អង្គុយអីនៅហ្នឹងបានញ៉ាំអាំងសាច់អាំងអីហើយអត់បានថតសកម្មភាពអាំងសាច់អាំងអីទេអ្នកនាងព្រោះពេលខ្ញុំបានអាំងសាច់អាំងអីនៅឡៃអាំងទឹកថ្ងៃទឹកហាងអីនោះហើយអត់បានថតសោះអត់បាននឹកឃើញរឿងថតឡៃហ្នឹងឲ្យអ្នកនាងមើលសោះហើយឡៃគេ fresh ណាគេមានfree scan free អីឲ្យយើងអាំងសាច់អាំងអីទៅតែគ្រាន់ scan ហ្នឹងថ្លៃខ្ជុំ 10000 តក3000 មួយធុងទូចអានេះហ្នឹង
ហើយនេះជាសកម្មភាពខ្ញុំកំពុងតែជិះទៅដងទេហើយ ចាំពេលដល់ដងទេក៏អត់បានថតទៀតទៅដល់ដងទេអត់បានថតទេអញ្ចឹងបានថតតែដ្រូនបន្តិចទេហើយដឹងហើយវីដេអូហ្នឹងប្រហែលជាមានតែប៉ុណ្្នឹងទេហើយនេះជាសកម្មភាពខ្ញុំជិះទៅដងទេហើយអត់បានថតនៅដងទេអត់បានយក GoPro ទៅនិយាយទៅយក GoPro ទៅតែអត់បានថតសង្កន្លែងលវក់លេងទឹកហើយប្រហែលជាសកម្មភាពពីហ្នឹងរហូតដល់ខ្ញុំថតដ្រូននៅដងទេហ្នឹងប្រហែលជាត្រូវអត់ voice over ហើយក៏ឲ្យអ្នកនរគ្នាមើលទៅសភាពតាមហ្នឹងដែរនេះឈុតឆាកនេះវីដេអូនេះគឺខ្ញុំទុំតែដឹងដែរទេពេលដែលខ្ញុំមកដល់ផ្ទះខ្ញុំបានដក memory ចេញហើយញាត់ចូលក្នុងកុំព្យូទ័រទៅដឹងថាពេលខ្ញុំអង្គុយ voice over ហ្នឹងខ្ញុំឃើញច្បាស់នឹងភ្នែកថាគាត់លួចចាក់ខ្ញុំពីក្រោយខ្នង Igualis, mau bandara mikir di Sanggabi. Tao ទស្សនាវីដេអូដ្រូននៅដងទេរបស់អ្នក
បន្ទាប់ពីលេងទឹកឆ្អែតឆ្អន់ហើយនៅដងទេហ្នឹងទៅបាត់លេងទឹកដងទេហើយមកដល់ resort ហ្នឹងលេងទឹកនៅ resort រហូតដល់ម៉ោង10ជាងទៀតហើយពី10ដល់ម៉ោង2:10ហើយដែរឃ្លានមីជីតែទិញមីញ៉ាំនៅម៉ាតទៀតហើយឥឡូវម្នាក់ឯងចង់បាក់ឯងខ្ញុំចង់ឈឺខ្ញុំនិយាយទៅមែនលេងទឹករឿងលេងទឹកហ្នឹងបើសិនជាអត់ចេះលេងហ្នឹងឆ្លក់ទឹកទៅ3 4ដងឈឺផ្ដាសាយមកហើយខ្ញុំអត់អីទេអានេះខ្ញុំឲ្យប្អូនគាត់ដើរថតសកម្មភាពនៅក្នុងបន្ទប់ដូចខ្ញុំបាននិយាយតាំងពីកន្លែងចិត្តទៅផ្លូវដងទេអញ្ចឹងខ្ញុំឲ្យបានថតយកនិយាយទៅយក GoPro ទៅហើយតែអត់បានថតហើយដល់មួយពេលវេលាលេងទឹកតិចៗដល់ពេលអញ្ចឹងខ្ញុំថតហើយក៏មានវីដេអូកន្លែងដងទេទៅហើយអានេះគឺជាសកម្មភាពពេលព្រឹកលំឡើងហើយក៏រៀបនឹងចាក់ចេញពីទឹកដីកំពតផងដែរទេសភាពចាំជុកគ្នាលើក្រោយហើយពងអយ voiceover នេះពង voiceover នេះនៅមុខ PC Oh my god ពេលវេលាវាខ្លីហើយថាវិការវាខោចបើខ្ញុំមានលុយខ្ញុំដើរធ្វើវីដេអូបានច្រើនឡើង test ចស្អាតៗដូចគេនិយាយទៅខ្ញុំមើលវីដេអូគេអ្នក content ធ្វើលក្ខណៈបែប camping លក្ខណៈបែប off road អីហ្នឹងខ្ញុំចង់មែនតែតែធ្វើមិនទេយើងអត់ពេលវេលាអត់ថាវិការហើយណាមួយចំណូលរបស់យើងវាខោចចំណូលរបស់យើងវាបានវាមិនមានហើយក៏មិនក្រគឺតែណាជុំភាពប៉ុន្តែបើសិនជាយើងអត់គិតគូរពីការងារយើងទេយើងចិត្តទៅដែរថតទៅធ្វើចោះធ្វើឡើងដាច់លុយការងារក៏អត់មានធ្វើទេហ្នឹងហានិភ័យហើយដល់កហើយចូលដល់បន្ទប់ហើយខ្ញុំដោះសាច់ដល់សាច់ថតឥឡូវនេះខ្ញុំថតហើយពីមុនស្គមពីមុន67ហើយ67ឥឡូវឡើងដល់8 8 8 9វិញហើយយកវិញធ្វើមើលដូចយំវិញមើលហើយនេះគឺជាស្ដាច់ស្មាត់នៅក្នុង resort Mama Boutique តែឈ្មោះដល់ Balu ស្ដាច់ហើយនេះបន្លែងលេងហើយខ្ញុំរាប់មកច្រើនដល់ខ្ញុំចូលចិត្តវាតែគ្រាន់តែបើរយៈនេះមកនេះអត់តន់មួយទឹកវិញទេធំមានធំក្លិនតិចអញ្ចឹងតោះវីដេអូនេះមានតែប៉ុណ្្នឹងទេហើយអរគុណដល់បងប្អូនដែលបានចូលទស្សនាតាំងពីដើមរហូតដល់ចប់អរគុណច្រើនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេខ្ញុំបិទក្បាលវីដេអូធំតែខ្ញុំជិះទៅពេញវិញហើយនេះចង់ខ្ញុំថតកង់ទ័រចង់បញ្ជាក់ថាប្រញាប់ទៅពេញមែនតើដោយសារតែត្រូវធ្វើការពី10ម៉ោង1ខ្ញុំចូលម៉ោង1អញ្ចឹងកុំឲ្យខើចពេលវេលាឥឡូវវាម៉ោង10ជាងហើយអញ្ចឹងខ្ញុំត្រូវការទៅរយៈពេល2ម៉ោងទៅធ្វើមិនដល់ពេញអញ្ចឹងរៀងសូត្រតិចអញ្ចឹងមិនមែនថាថតអួតណាជិះបាន90ទេម៉ូតូហ្នឹងវាទោះបីជិះម្នាក់ឯងក៏អាចបាន100ខ្ញុំនិយាយខ្ញុំអាចបួបាន100តែបើសិនជាជិះ2នាក់ហើយដាក់អវ៉ាន់ទៀតបាន90ទេអរគុណច្រើនជម្រាបលាអរគុណបាយបាយ